សួស្តីទាំងអស់គ្នានេះគឺជាវិញ្ញាសាត្រៀមប្លង់បាក់ឌុបមុខវិជ្ជារូបថ្នាក់ទី12ឆ្នាំ2025នៅក្នុងវិញ្ញាសាទី1នេះយើងបានលើកយកចំនួន6លំហាត់ដែលលំហាត់ទី1តកតងជាមួយនឹងមេរៀនទី1គឺសម័យកាលស្មានបរិសុទ្ធលំហាត់ទី2តកតងជាមួយនឹងយ៉ាក្រាមនៅក្នុងមេរៀនទី2គឺច្បាប់ទី1 thermodynamic លំហាត់ទី3តកតងជាមួយនឹងរលកលំហាត់ទី4តកតងជាមួយនឹងដែនម៉ាញ់ណេទិកលំហាត់ទី5តកតងជាមួយនឹងមេរៀនទី6នៅក្នុងសៀវភៅពុម្ពគឺ Addition Electromagnetic ឬក៏ជាមួយនឹងលក្ខខណ្ឌនៃអាំងឌុយតង់ហើយនឹងលំហាត់លេខ6តកតងជាមួយនឹងចលនានៃលំងាកផង់នៅក្នុងដែនម៉ាញ់ណេទិកអញ្ចឹងយើងទៅមើលទាំងអស់គ្នាក្នុងលំហាត់លេខ1គេបានប្រាប់ថានៅក្នុងដប1គឺយើងឃើញថាក្នុងដបនោះគឺមានផ្ទុកឧស្ម័នមួយប្រភេទចំនួនគឺ 1.9 ម៉ូលសីតុណ្ហភាពរបស់វាគឺ21អង្សានិងសម្ពាធរបស់វា697មីលីម៉ែត្របារ៉តបន្ទាប់មកគេបញ្ចូលឧស្ម័នបន្ថែមទទួលបានសម្ពាធថ្មីគឺ PAS ស្មើជាមួយនឹង795មីលីម៉ែត្របារ៉តនិងសីតុណ្ហភាពរបស់វាគឺ TCS ស្មើ96អង្សាតើឧស្ម័នក្នុងដបមានចំនួនប្រមាណម៉ូលអញ្ចឹងបានន័យថាគេសួររកចំនួនម៉ូលដែលបានកើនឡើងនៅក្នុងដបយើងទៅមើលវិញក្នុងនេះទិន្នន័យរបស់គេដបតូចមួយទុកឧស្ម័នមួយប្រភេទហើយចំនួនប៉ុន្មាន1.9 ម៉ូលសីតុណ្ហភាពគឺ21អង្សានិងសម្ពាធរបស់វាគឺ697គេបញ្ចូលឧស្ម័នបន្ថែមឧស្ម័នហ្នឹងគឺមានសម្ពាធថ្មីឡើងដល់795សីតុណ្ហភាពវាឡើង26អង្សាជាងគេសួររកជាមួយនឹងចំនួនម៉ូលអញ្ចឹងយើងទៅមើលវិញនៅក្នុងនេះគឺគេសួររកចំនួនម៉ូលបញ្ជាក់ក្នុងឯកសារខ្លះគឺ CN1 N2 ចឹងមានន័យថាយើងនៅនេះយើង CNE NS ចឹង N1 N2 ក៏បានដែរ NE NS ក៏បានដែរតែសម្គាល់ថា1គឺលក្ខខណ្ឌដើម2លក្ខខណ្ឌស្រេចឬក៏ NE គឺជាចំនួនម៉ូលនៅក្នុងលក្ខខណ្ឌដើម NS គឺជាចំនួនម៉ូលក្នុងលក្ខខណ្ឌស្រេចចឹងឥឡូវនេះខ្ញុំបត់តាំងជាមួយនឹងលក្ខខណ្ឌ1 2នេះគេខ្ញុំអាចសេបានទៅកន្លែងនេះគឺគេសួររក N2 ដែល N2 ហ្នឹងគឺដូច NA នៅក្នុងឯកសារនេះតែគេសញ្ញាអញ្ចឹងយើងឃើញថានៅក្នុងនេះគឺមាន2បាតុភូតមុនពេលបន្ថែមនិងបាតុភូតក្រោយពេលបន្ថែមអញ្ចឹងមកមុនបន្ថែមយើងឃើញថាយើងដាក់សញ្ញាបូក1មកមុនបន្ថែមមុនបន្ថែមនេះគេបន្ថែមអីគេបន្ថែមនៅឧស្ម័នអញ្ចឹងមិនមែនថាយើងមុនបន្ថែមគឺមិនប៉េស្មើជាមួយនឹង n a តេនេះខ្ញុំបញ្ជាក់គិតជាអង្គសាសេឬក៏កែវិនគឺគិតជាកែវិនមិនមែនគិតជាអង្គសាសេទេអញ្ចឹងនៅនេះគឺយើងឃើញថាប៉េ1 n1 តេ1ពួក a គឺជាថេសកលអញ្ចឹងអត់មាន1 2ទេក្នុងនេះក្នុងឯកសារខ្លះគឺកន្លែងស្ថានភាពគិតជាអង្គសាសេនេះគេសេអក្សរតេទូចហើយជាមួយនឹងកែវិនតែម្ដងគឺយើងឃើញថាគេសេតេធំនៅក្នុងនេះគឺស្មើជាមួយនឹងតេធំការដែលឯកសារថ្មីមួយចំនួនគេសេជាតេការហើយពេលនេះខ្ញុំសម្គាល់ថាសតាភាពដែលខ្ញុំសរសេរដាក់1នេះគឺសម្គាល់ថាគឺជាសមីការស្មើឱសថដែលតែធំខ្ញុំដាក់លេខ1នេះគឺជាគិតជាកែវិនដល់ពេលនៅនេះអង្គសាសេខ្ញុំបូក273ចុះដល់ពេលកន្លែងនេះយើងមើលក្រោយពេលបន្ថែមក្រោយយើងដាក់សញ្ញាបូកមួយទៀតគឺក្រោយបន្ថែមហ្នឹងគឺបានន័យថាមុនបន្ថែមឧស្ម័ននិងក្រោយបន្ថែមឧស្ម័នក្រោយបន្ថែមយើងមានសមីការដូចមុនដែរគឺមិនមែនសមីការប៉េស្មើ n a តេអានេះតេដូចមុនដែរតែក៏អានេះ2យើងឃើញថាសមីការនេះគឺដូចគ្នាខុសតែលេខ1និងលេខ2ទេប៉ុន្តែយើងមើលតើមានលក្ខខណ្ឌអីដែលស្រដៀងគ្នាក្នុងនេះយើងមិនបាច់ទៅគិតរឿង a ណាព្រោះ a ហ្នឹងស្មើគ្នាហើយប៉ុន្តែយើងឃើញថាវេរបស់វានៅក្នុងនេះគេអត់មាននិយាយថាមៀតវាប្រែប្រួលទេហើយគេអត់បញ្ជាក់ទេក្នុងនេះដបផ្ទុកឧស្ម័នច្រើនតែជាប្រភេទនៃដបលោហៈឬដបដែកក្នុងលំហាត់នេះខ្ញុំសន្មតថាមៀតរបស់វាថេ
bộ miệt bộ Việt thế dương khơi thà dương thời cả tí nhé cả tí nhỏ miệt chẳng nào đấy nhom tí nhỏ miệt nơi con đấy cứ về muối nhom khơi thà nhom tiền bán ăn muối é tề muối lỡ về muối nếu cứ dương tiền bán đấy dương tiền bán cho mua nông về pí mà cho mua nông ăn pí é tề pí nơi lừ lừ gì lừ bể pí pí dương khơi thà dương ai nâng bong trên số mấy cả tí muối mấy cả tí ពួកយើងឃើញថាក្នុងលំហាត់នេះគឺបាតុភូតនេះគឺមាត្រវេថេព្រោះមាត្រវេថេយើងនិយាយថាតែគេតែវេ1ស្មើវេ2នោះយើងឃើញថាអាសមីការទី1និងសមីការទី2នេះគឺវេ1និងវេ2នេះយើងឃើញថាវេ1ស្មើម្ដុំនេះស្មើរម្ដុំនេះតទៅវេ2ស្មើរម្ដុំនេះចាំមែនថាម្ដុំហ្នឹងនិងម្ដុំខាងក្រោមហ្នឹងគឺស្មើគ្នាស្មើគ្នាយើងបានទៅជា ẩn 1 é tê 1 lơ pê 1 mà ẩn pí é tê pí lơ pê pí ô đa bởi dưỡng cứ chương trong ban chỉ mùi nâng ẩn pí bởi dưỡng trong ban ẩn pí cứ dương khơi nè dương thật cả tiền rô vậy á tiền rô dương khơi nòm ỏi ăn phí để dương trong bàn ấy tới chìa ăn muối muối môn bê tí nhưng mưa xanh ô ai xuống một bàn nhưng ăn muối ấy nhưng ai xuống một bàn ta ca xuống mùa nắng nhưng khơi tha đời xa ta nhạt nắng cứ nơi phía dọ thằng pi bàn phủ bàn bột mùi phía bánh mùi phía dọ có xuống một cả đài cho nên nếu nhưng khơi tha cho là cụ bột phía bánh thằng pi bàn này bàn đi hai chị phò cô không phò chạy thằng và nick ăn muối đắng tò hái tây muối bày pi ní dương bong mà khẳng lừa đá chân về bàn đây chia bày pi lừa lừa bày bày muối tệ pi đó cái lại nắng cứ dương khơi này dương tập prap tình này về tầng nắng á một tình này tầng nắng ấy dương khơi nè đòi mất đòi đòi cái thằng đấy dương khơi nào miên chỉ mùi nằng ăn muối tê muối bày muối tê pí nắng bày pí dương trời đăng tình này và năng tự dương ai nâng tờ rô về bàn chứng thằng này nhung khơi tha khi prap tình này mà cột bài ăn muối cứ smile cho mùi nâng ăn ý để dương xung qua thà tì muối hay chỉ mùi nâng lẹ khăn đám cứ smile cái này muối chỉ bùn buồn màu trời này tê muối cứ smile kết chỉ cái vân một kết chỉ cái vân dương thử vô chỉ mùi nâng tình này cho mùi nâng tê xì muối để tê xì đây cái áo ấy cứ một phây mùi nâng bột thêm pi chật sập bầy cho một bột thêm tới dương khơi thà dương ai cái tam cái bạch sấy cứ pi rồi chật sập bầy dương tục bay sẵn nhưng vô pi rồi chật sắp bột mà phấy chẳng về tay chỉ pi rồi cải bầy bột muối buồn chẳng pi rồi cải buồn chẳng này cứ pi rồi cải tập buồn cải vần bầy mùi đây cái áo mó cứ bùm mùi rồi cải sập bùm pớl mì lì mét và rọt chừng nào nấy dương thời cam vậy thì chị Pascal có bán đứa cái dương mưa ta tam làm hạt bỏ làm hạt nắng cứ chị phò cô nâng phò trai tầng sòng và chế phò côn phò trai tầng sòng chừng dương mạch bảy khăn hạt có bán đá ao ta sòng khăn hạt đi sòng biết nâng biết smart cái nàyที่สองในบ้านแต่บอกสนจีnơiขนมนู่มันเป็นจีพอกุ้งพอใจต่างสองที่มันโบกดอกแถมคือจะทำใบมาขนาดกระดาอะไรจังอะไรนี่ตุกไปมวยนองนังสันยังต่อมายังมือเตะปีเอามามาเพย์มวยแต่องศาเสโยบกปี177ปี77จะยังเคยแท้ยังโบกmìnhนั่นคือจะซับโบกมาเพย์คือกายซับtrongปีอ่อยกายผมมวยโบกใบผมบุญจังปี199
Kevin ពេល2ដែលគេឲ្យមកគឺយើងឃើញថា795មីលីម៉ែត្របារ៉តចឹងនៅនេះយើងឃើញថាវាជាប្រគុណនិងប្រចែកទាំងស្រុងប៉ុន្តែប្រសិនបើយើងចង់ជាមួយនឹងការបំបែកបុកចង់បំបែកជាមួយຂະຫນាតសម្ពាធយើងឃើញថា697នេះដោយសារតែក្នុងនោះគឺ1មីលីម៉ែត្របារ៉តស្មើជាមួយនឹង133ប៉ាស្កាល់យើងគិតជាប៉ាស្កាល់ណាចឹងយើងគុណ133មក33កន្លែងនេះទិន្នន័យខ្លះប្រកាសជាឃើញ131ឯងដោយសារតែនៅក្នុងនេះយើងយកលេខសេរីឬក៏ជាក់លាក់បានន័យថា1 atmosphere ស្មើជាមួយនឹង10សេគុណ5ប៉ាស្កាល់ឬក៏អីគេ760មីលីម៉ែត្របារ៉តគឺស្មើជាមួយនឹង10សេគុណ5ប៉ាស្កាល់ប៉ុន្តែភាពសេរីហ្មងគឺ760មីលីម៉ែត្របារ៉តមិនមែនស្មើជាមួយនឹង10សេគុណ5ប៉ាស្កាល់គឺ 1.013 គុណ10សេគុណ5ប៉ាស្កាល់បើយើងគិត 1.013 គុណ10សេគុណ5ប៉ាស្កាល់បានថាយើងយកមកចែកស៊ីសង1760មកបានថាឃើញ133តែបើយើងយកតែ10សេគុណ5ក៏គេឃើញ131ហើយកន្លែងចានេះយើងយកលេខសេរីឲ្យថាជាក់លាក់ចឹងបន្ទាប់មកទៀតគឺនៅក្នុងនេះយើងឃើញជាមួយនឹង795គុណឲ្យ133ដែរចឹងយើងយកអាលេខទិន្នន័យទាំងអស់ហ្នឹងដែលយើងបានយកមកបំពេញនៅក្នុងជាមួយនឹងរូបមន្តមួយនេះមុនដែលយើងទាញកន្លែងនេះយកមកបំពេញនៅក្នុងរូបមន្តដែលខ្ញុំ highlight នេះមកគឺយើងឃើញហើយចឹងខ្ញុំនេះខ្ញុំដាក់ថាគេបានគឺយើងយកអាទាំងអស់នេះទៅបំពេញទិន្នន័យគឺគេបាន n2 ស្មើ n1 របស់យើងគឺ 1.9 គុណជាមួយនឹងតេមួយយើង294គុណជាមួយនឹងP2 របស់យើងគឺ795គុណឲ្យ133ចែកជាមួយនឹងP1របស់យើងគឺយើងឃើញថា697គុណឲ្យ133គុណជាមួយនឹងT2 យើង299ពេលនេះយើងអាចស៊ីសងលេខខ្លួនឯងទៅបន្ទាប់មកយើងឃើញចម្លើយចែងតងទៅតាមទិន្នន័យមិនក៏សិស្សឆ្ងល់ថាចុះT1 T2នោះមិនក៏ចាំបាច់បំបែកបើយើងនិយាយថា P1 P2 ហ្នឹងបំបែកក៏បានមិនបំបែកក៏បានយើងមើលT1 T2ក្នុងការបំបែករបស់វាមិនមែនជាប្រគុណទេគឺវាជាប្របូកកន្លែងណានេះកន្លែងនេះប្របូកកន្លែងទីតាំងនេះតែជាមួយនឹងសម្ពាធគឺជាផលគុណចឹងនៅនេះបើផលគុណហើយមានលក្ខខណ្ឌជាមួយនឹងចែកទាំងដុលឬក៏បូកគុណទាំងដុលអត់អាចបញ្ហាតែបើសិនជានៅក្នុងនោះការបំលែងខ្នាតជាផលបូកធ្វើបំលែងដាច់ខាតព្រោះយើងអត់អស់កន្លែងក្នុងនេះវាគឺជាលំហាត់មួយក្នុងវិញ្ញាសាស្ត្រមួយដែលយើងអាចនឹងរក n2 ឬក៏ជាមួយចំនួនម៉ូលប្រាច់នៅក្នុងដបនោះយើងបន្តទៅក្នុងលំហាត់លេខ2បន្តទៀតឥឡូវនេះយើងចូលមកក្នុងលំហាត់លេខ2គឺលំហាត់តកតងមួយនឹងមេរៀនទី2ច្បាប់ទី1 thermodynamic នៅក្នុងនេះយើងទៅមើលប្រធានគេប្រាប់ថាឲ្យធ្វើគេខ្លះគឺទី1គេឲ្យគូសយ៉ាក្រាមបន្ទាប់មកគេឲ្យគណនេយ្យកម្មន្តយើងត្រូវតែមានភាពឆ្លាតវៃមួយរបបមានពាក្យថានឹងយ៉ាងហើយសួរពីរដងក្នុងហ្នឹងចឹងមកគេមិនអវូចខ្លួនតែមួយឲ្យគូយ៉ាក្រាមមកចប់ទេបើមានពាក្យនឹងប្រកាសជាត្រូវតាមលក្ខខណ្ឌហ្នឹងយ៉ាងហោចមាន2សួរក្នុងហ្នឹងចឹងគេឲ្យគូយ៉ាក្រាមផងគណនាកម្មន្តផងក្នុងករណីនីមួយអត្ថន័យនៃពាក្យនីមួយបានន័យថាយ៉ាងហោចមានចាប់ពី2ឡើងទៅដែរចឹងក្នុងនេះយើងឃើញខាងក្រោមគឺគេមានសួរចំណុចកចំណុចខចំណុចគចំណុចកយើងមើលមុនដំបូងគេគឺគេប្រាប់ថារីកមៀតចឹងមៀតវាប្រកាសជាធំជាងមុនហើយដែលចេញពី10ទៅរ30
តមកនៅអីគេនៅសម្ពាធថេចឹងគឺ 3A ជា M បន្ទាប់មកទៀតយើងឃើញថាក្នុងនេះគឺមានពាក្យចម្លែកមួយគឺសម្ពាធថេចឹងអានេះលក្ខខណ្ឌនៃការកំណត់ថាតើវាស្ថិតនៅក្នុងប្រភេទនៃលំនាំអីក្នុងបាប់ទី1 thermodynamic ថ្នាក់ទី12ចឹងក្នុងនេះបន្តបន្តិចយើងឃើញខគេប្រាប់ថានៅក្នុងនេះគេបានបញ្ចុះសីតុណ្ហភាពពាក្យថាបញ្ចុះបានន័យថាចេញពីធំមកទូចចឹងសីតុណ្ហភាពវាថយចុះហើយតែមានពាក្យមួយក្នុងវងកញ្ចក់គេប្រាប់ថារក្សាមាត្រថេចឹងប្រហែលថាឆ្នាំងដាំទឹកចឹងหมายថាមាត្រនៃឆ្នាំងនៅថេដដែលតែសម្ពាធរបស់វាក៏ដូចគ្នាដែររហូតពីសម្ពាធម៉ានរហូតសម្ពាធពី 2 atm ទៅដល់ 3 atm ចឹងនេះបញ្ចុះសីតុណ្ហភាពតែសម្ពាធកើនវិញពាក្យកើនរក្សាសីតុណ្ហភាពហើយបន្ទាប់មកទៀតយើងឃើញថានៅក្នុងចំណុចគោគឺឧស្ម័នកើនសម្ពាធពីម៉ានពី3រហូតទៅដល់6ហើយបន្ទាប់មកគេគឺមាត្ររបស់វាគឺ20ទៅ40ចឹងក្នុងនេះខ្ញុំឃើញថាលំហាត់នេះយើងអាចនឹងធ្វើបានបញ្ជាក់កន្លែងខព្រោះដោយសារជាលំហាត់ទ្រឹស្ដីចឹងអីវាអាចមានការប្រែប្រួលពីរឿងបាតុភិមទៀតដោយសារបរហដងយើងបញ្ចុះស្ថានភាពវាមានថេចឹងលុះត្រាតែសម្ពាធរបស់វាហ្នឹងគឺចុះដែរសម្ពាធនឹងស្ថានភាពត្រូវយើងត្រូវតដំសងគ្នាបន្តិចកន្លែងហ្នឹងតែបើសិនជានៅនេះគឺមានថេដដែលហើយសម្ពាធកើនឡើងបើន័យថាតាសម្ពាធកើនស្ថានភាពកើនប៉ុន្តែនៅក្នុងលំហាត់នេះខ្ញុំយកទៅតាមអត្ថន័យតែទីណាអញ្ចឹងបន្ទាប់មកយើងឃើញថាលំហាត់នេះគឺយើងចាប់ផ្ដើមពីកយកយើងឃើញថាកគឺគេឲ្យគូសយ៉ាងក្រាមមួយឲ្យហើយយ៉ាងក្រាមវិញមិនទិសដីនិងទិសឈរយ៉ាងក្រាមពាក្យច្រើនគឺយ៉ាងក្រាមដែល symmetry ទៅក្នុងបៃវៃប្រភេទនៃយ៉ាងក្រាមបៃវៃនេះយើងឃើញថាទិន្នន័យរបស់យើងអឈរគឺអសម្ពាធតែយើងឃើញថាបើយើងចង់ easy មិន3 Pascal ដាក់ ATM របស់គេមកតទៅពេលជាមួយនឹងមៀននេះគេឲ្យ lead ហើយស្រេចទៀតចឹងយើងដាក់វៃនេះគិតជា lead យ៉ាក្រាមនៅក្នុងករណីសម្ពាធថេវាជាបន្ទាត់ដេកដែលមានស្រមោលឬក៏ផ្ទៃក្រោមក្រាមគឺជាលក្ខខណ្ឌនៃ isobar បើ isobar យើងឃើញថាក្នុងនេះបានហើយបន្ទាត់វាដេកជាបន្ទាត់វាដេកគឺយើងឃើញថាបន្ទាត់ដេករបស់គេនេះគឺចេញពីណាទៅស្រមោលរបស់វាគឺទីតាំងទី1នេះគឺជាទីតាំងទី2ដាក់យ៉ាងកម្ៅបន្តិចចឹងនេះយើងឃើញសម្ពាធវា 3 atm ចឹងដាក់លេខ3ព្រោះយើងយកຂະຫນາດបើវាអាចចូលហ្នឹងគឺជា atm ហើយដល់ពេលអានេះចេញពី10ទៅ30ចឹងខាងនេះ10ខាងនេះ30ហើយ lead ហើយស្រេចហើយចូលយ៉ាក្រាមហ្នឹងសញ្ញាព្រួយនៅលើក្រាបនេះចេញពី10ទៅ30ដល់ពេលជាមួយនឹងផ្ទៃនៅខាងក្រោមក្រាបផ្ទៃក្រោមក្រាបហ្នឹងគឺជាតម្លៃនៃ common ហ្នឹងចឹងក្នុងនេះយើងឃើញថាយើងអាចនឹងគណនាវាបានគេសួររក common អង្គយើងគូសក្រាបឲ្យមួយនៅសល់ជាមួយនឹងកណន័យនៃការរក common ចឹងយើងឃើញថាតាមគេ W ស្មើប៉ៃយើងអាចសេប៉ៃ data 3ក៏បានឬក៏យើងសេប៉ៃកតា v2 ដក v1 ក៏បានរូបមុននឹងមកពីណាមកពីករណីនៃលំនាំ isobar ព្រោះយើងអត់ដឹងឈ្មោះថា isobar មើលពាក្យជាសម្រាយធម្មតាគឺសម្ពាធថេចឹងនៅនេះយើងដាក់ករណីសម្ពាធថេសម្ពាធថេចឹងត្រូវដឹងប៉ៃដឹងវៃ1វៃ2ចឹងយើងប្រាប់ដោយគេដោយប៉ៃយើងដឹងប៉ៃគឺយើងស្មើ 3 atm ដល់ពេលវៃ1គឺស្មើ va ក្នុងឯកសារនេះខ្ញុំសំទោសខ្ញុំស្មើ ve គឺបើន័យថាមាត្រដើមអញ្ចឹង v1 ស្មើ ve ស្មើនឹង10លេខឯកសារខ្លះសេ1ឯកសារសេ e ចឹងនៅនេះបើន័យ1សម្គាល់ទីតាំងដើម e ក៏ទីតាំងដើមដែរដល់ពេល v2 ស្មើជាមួយនឹង30 10លីត្រ
ចឹងយើងមើលតទៀតក្នុងនេះຂະຫນາດអត់ត្រូវទេលោកគ្រូអាចទុកຂະຫນາດដូចលំហាត់លេខ1បានទេអត់បានទេដោយសារវាគឺជាផលកត្តានៃមានផលដកទៀតចឹងវាមិនអាចសម្រួលគ្នាបានទៅតាមលក្ខខណ្ឌផលចៃនិងផលគុណក្នុងត្រង់ដូចលំហាត់លេខ1ទេទីនេះយើងឃើញថា 3ATM នេះ 3ATM នេះយើងអាចដូរទៅជាប៉ាស្កាគឺ3គុណ10សេគុណ5ប៉ាស្កានេះជាការសន្មតទេណាបើយកសេរីមក1.013គុណ10សេគុណ5ប៉ាស្កាដល់ពេលលីត្រនេះម៉ៃទៅជាម៉ែត្រគីប1លីត្រស្មើនឹង1ដេស៊ីម៉ែត្រគីប1ដេស៊ីម៉ែត្រគីបស្មើ10សេគុណដក3ម៉ែត្រគីបអានេះ10លីត្រទៅជា10គុណឲ្យ10សេគុណដក3ម៉ែត្រខាងក្រោមនេះយើងឃើញV2 នេះ30ជាងយក30គុណ10សេគុណដក3ម៉ែត្រគីបដែរជាងយើងឃើញដោយហើយជាងដាក់ថាគេបានមកគេបានអីគេបានដប់ល្វែនេះគឺប៉ែយើងគឺ5គុណឲ្យ10សេគុណ5កតាកន្លែងនេះគឺ V2 ដក V1 V2 ហ្នឹងគឺស្មើជាមួយនឹង VS តែនៅក្នុងតន័យលំហាត់ចឹងនៅនេះគឺយើងឃើញថា30គុណឲ្យ10សេគុណដក3ដក10គុណឲ្យ10សេគុណដក3យើងអាចកណនាខ្លួនឯងបានដែលយើងអាចនឹងគិតຂະຫນາດនៃកម្មនហ្នឹងគិតចេញជា Joule ចឹងនៅនេះដោយសារដុល្វែងមានច្រើនមិនកខគខ្ញុំសូមតាំងដុល្វែងនេះទី1ចឹងអាចកណនាបានណាຂະຫນាតវាចេញមកជា Joule លេងលោកគ្រូអាកន្លែង10សេគុណនៅក្នុងវងកញ្ចក់នេះខ្ញុំអត់ចេះគិតទេឲ្យលេខរាយសិនទៅយើងអាចនឹងគិតទៅជា10គុណ10សេគុណដក3ហ្នឹងអាចសេតទៀតទៅ0.001ដល់ពេល30គុណ10សេគុណដក3យើងអាចសេ0.003ចឹងដកគ្នារារងតាមធម្មតាមកសម្មាច់ហើយគិតម៉ាត់ជាវងកញ្ចក់នឹងចេញមកសុំគិត15គុណ10សេគុណ5អាហ្នឹងក៏បានដែរឬក៏ចាប់10សេគុណដក3ជាកតាមកក៏បានដែរគឺឯងមាននីតិវិធីច្រើនហ្នឹងគឺសិល្បៈនៃការគិតតាមបែបគណិតវិទ្យាចឹងបន្តមកទៀតយើងមើលខលេខ2យើងឃើញថាខនេះគឺលំហាត់លេខ2ហ្នឹងគឺគេមាននៅឧស្ម័នមួយបញ្ចុះស្ថានភាពរក្សាសម្ពាធថេរហើយសម្ពាធវាកើនពី PE ដល់ PA ចឹងរក្សាមាត្រថេរពលរក្សាមាត្រថេរយើងត្រូវការគូសរូបដែរវាគឺដូចខនេះទេគូសក្រាបយ៉ាងម៉េចដែរក្រាបវានៅតែក្រាបពេលវេភាគច្រើនតែខ្ញុំបញ្ជាក់ដោយសារតែនៅក្នុងមេរៀនទី1មានលក្ខខណ្ឌនៃភាពដើមភាពសាច់ពេលវេទេអាចនឹងវិលមកជុំបានcònនៅក្នុងជាមួយអ្នកទី12ច្រើនគូក្រាបពេលវេតែគេអាចគូក្រាបពេលទេហើយជាមួយនឹងវេទេបានដែរនេះយើងឃើញថាក្រាបរបស់យើងនៅតែជាមួយនឹងទីតាំងដើមទីតាំងផ្នែករបស់យើងនេះគឺអានេះគឺក្រាបឈរគឺប៉េនេះគេឲ្យមកជា ATM ចឹងយកຂະຫນាតវា ATM មកព្រោះដោយសារអីគេសម្ពាធនៅក្នុងនេះក្រាបនេះគេឲ្យបញ្ជាក់ថាតើយកមាត្រដ្ឋានវាជាអីទេចឹងបើសម្ពាធដូចគ្នាយកអំមកដល់ពេលអានេះគឺក្រាបវេយើងបានយ៉ាងម៉េចបានដោយសារតែមាត្រថេរពាក្យថាមាត្រថេរបានន័យថានៅក្នុងក្រាបនៃអដេកតែព្រួលតែសម្ពាធវាគឺប្រែប្រួល2ទៅដល់3យើងគូបានហើយបើគូបានហើយយើងចាប់ផ្ដើមមកយើងឃើញថានៅនេះទីតាំងនេះគឺបានន័យវេ1មកវេ2ព្រោះមាត្រថេរតែពេវាអត់ថេរទេពេលរបស់យើងឃើញថាពេល1គឺ2ពេលស្រេចរបស់វាគឺ3នៅខាងទាំងក្រាបនេះបានសសរឈរបើយើងទៅឈរក្រុមសសរប្រឈរមួយនៅក្នុងថ្ងៃត្រង់គឺអត់មានស្មោលទេអញ្ចឹងនៅក្នុងនេះបានន័យថាវាអត់មានកលាផ្ទៃក្រោមក្រាបដើម្បីកណេកម្មនទេប៉ុន្តែបច្ចៈគេឲ្យសួរថាតើមានរូបមន្តតកតងជាមួយនឹងករណីនៃអ៊ីសូកទេឬក៏ករណីមាត្រថេរទេមានរូបមន្តវាដូចតែអ៊ីសូបាអាចគិតសាមញ្ញអញ្ចឹងព្រោះបានន័យថាពេក៏តាមវេ2ដកវេ1តែវេវាស្មើនេះដកនេះ0គុណ1សម្ពាធ0ដដែលឬបានន័យថាកតានៃករណីរបស់វាគឺ
Vậy nâng vậy nó cứ mình cam prai pro đồng pí mình data pay của nó data vậy tại data vậy nó cứ smartphone cái này mất smartphone đi cái này chứ nó ní cứ cầm bọn mà kia ní cứ dân khơi này dân tăng một đục là vậy pí smart tù dân khơi nè tam tám đục là vậy pí smartphone ở trong một lấy 18 một lần này thằng high school đó nè hạt ấy ô miết มันមានការបម្រែបម្រួលកំមន់តិចនៅក្នុងចំណុចខឥឡូវយើងទៅមើលចំណុចគោមួយទៀតយើងហៅកខមួយទៅមើលចំណុចគោមួយទៀតចំណុចគោគេប្រាប់ថាកើនសម្ពាធហើយនឹងមៀតក៏កើនសម្ពាធក៏កើនអញ្ចឹងយើងចាប់ផ្ដើមគូប៉ុន្តែយើងមើលសម្ពាធពី3ទៅ6មៀតពី20ទៅ40អញ្ចឹងមានថាវាកើនទាំងពីរកើនទាំងសម្ពាធកើនទាំងមៀតហើយຂະຫນាតសម្ពាធដូចគ្នាຂະຫນាតមៀតក៏ដូចគ្នាដែរងាយស្រួលក្នុងការគូសវិញចូលជាមួយនឹងស្លឹកមួយទៀតយើងឃើញថាចំណុចគោនេះយើងគូសក្រាបឲ្យហើយក្រាបរបស់យើងឃើញថាក្រាបនេះគឺក្រាបដេកនេះគឺក្រាបប្រឈរអូចឹងយើងបានណាបានជាមួយនឹងក្រាបប្រឈរនេះគឺប៉ែតែមិនហ្នឹងគេគិតជា ATM ដល់ពេលវែនេះគេគិតជា lead ចឹងបើຂະຫນាតដូចគ្នាមិនបាច់ຂະຫນាតដើមទេយើងអាចដាក់ក្នុងក្រាបចឹងបានចឹងនៅនេះយើងឃើញហើយ3ទៅ6ដល់ពេលវែ20ទៅតែចឹងបានន័យថាបើយើងមើលទីតាំងមកវាមើលទីតាំងជាមួយនឹងសម្ពាធមុនខាង3កន្លែងនេះ6កន្លែងនេះចុះដល់ពេលខាងក្រោមនេះគឺ20ទីតាំងនេះតែទីតាំងនេះយើងអាចនឹងយកទៅតាមជាមួយកាឡាផ្ទៃនៅក្នុងការសភៅក៏បានដែរណាជាក់ក្រាបវាអត់ត្រេតក្រាបវាប្រជុំអស់ចឹងបន្ទាប់មកទៀតយើងឃើញទីតាំងវានៅនេះ1នេះ1បើយើងធ្វើចំណចវាឲ្យចំទីតាំងតែមួយដូចគ្នាយើងឃើញថាតាំងនៃលេខ3ចំជាមួយនឹងលេខ20ពូបានន័យថាសម្ពាធដើមមានដើមដល់ពេលទីតាំងនៃលេខ6យើងមកចំទីតាំង40ដែលជាមៀតស្រេចនិងសម្ពាធមិនមែនថាចំណុចចាប់ផ្ដើមនិងចំណុចបញ្ចប់វានេះចាប់ផ្ដើមគូបានចេញពីទីតាំងដើមទៅរកទីតាំងអាចនេះគឺជារូបរាងនៃក្រាបដែលយើងទទួលបានបើវាអញ្ចឹងករណីនេះគេហៅថាករណីសម្ពាធនិងមៀតប្រែប្រួលស្មើវាអាចជាមួយនឹងសម្ពាធកើនមៀតថយឬក៏សម្ពាធថយមៀតកើនឬក៏កើននឹង2ថយនឹង2ចំណុចនេះយើងឃើញថាកើននឹង2ក្រាបវាបែបហ្នឹងក្រាបវាយើងឃើញថាយើងរកកាឡាផ្ទៃក្រោមក្រាបនេះមុនដែរយើងឃើញនេះផ្ទៃក្រោមក្រាបផ្ទៃក្រោមក្រាបហ្នឹងគេប្រាប់ថាកាឡាផ្ទៃហ្នឹងគឺស្មើជាមួយនឹងត្រៃកោណបូកមួយនឹងការ៉េយើងអាចរកទៅតាមមួយកាឡាផ្ទៃត្រៃកោណបូកការ៉េក៏បានដែរតែឃើញថាមាន7អញ្ញត្តិនៅក្នុងហ្នឹងតែបើយើងប្រើជាមួយនឹងលក្ខខណ្ឌសង្រួមនៃរូបមន្តក្នុងករណីហ្នឹងយើងឃើញថាបើយើងរកជាមួយនឹងW នេះគឺ W ទី3ហើយឃើញថាតាមក្នុងនេះខ្ញុំលុបអេតិចទុក space ថាតាមគេតាម W 3គឺស្មើជាមួយនឹង P1 បូក P2 លើ2កតា P2 ដក P1 រូបមន្តនេះគេបានមកពីការសង្រួមការបូកបញ្ចូលគ្នានៃអញ្ញត្តិរវាងកាឡាផ្ទៃការ៉េនិងកាឡាផ្ទៃត្រៃកោណនៅក្នុងរូបនៃក្រាបរបស់យើងកាឡាផ្ទៃការ៉េនៅខាងណានៅខាងក្រោមនេះកាឡាផ្ទៃត្រៃកោណគឺនៅខាងលើយើងបានថាពីរហ្នឹងបូកបញ្ចូលគ្នាមកយើងឃើញរូបមន្តមកវិញហើយសម្រួលរូបមន្តវាចោលព្រោះបើនេះអញ្ញត្តិណាដែលអាចចាប់ជាកតាបានចាប់ជាកតាអញ្ចឹងវាបានទៅតាមសល់4អញ្ញត្តិតែបើយករូបមន្តតាមលំនាំដើមគឺមាន7អញ្ញត្តិ7ទីតាំងពិបាកគិតលេខបន្តិចបើយើងអត់មានកាសូអញ្ចឹងក្នុងនេះឃើញថាយើងបានរូបមន្តហើយបានរូបមន្តយើងប្រាប់ដោយមកដោយអញ្ចឹងនៅក្នុងនេះទីតាំងដោយគឺយើងត្រូវដឹងP1 P2
P1 P2 យើងទៅ P1 គឺ3 P2 គឺ6ព្រោះ P1 យើងសន្មតវាស្មើជាមួយនឹងដើម P2 ស្មើនឹងសម្ពាធស្រាច់ P1 ស្មើនឹងដើមគឺ 3A EM P2 ស្មើនឹងសម្ពាធស្រាច់ស្មើនឹង 6A EM ចឹងយើងអាចបំលែងវាបានណាព្រោះអានេះជាផលបូកដែរចឹងយើងអាចទុកបាននេះយើងត្រូវការបំលែងទៅຂະຫນាតដើមគឺ3គុណ10សេគុណ5 2អានេះក៏ដូចគ្នាដែរ6គុណ10សេគុណ5 2A ចឹង P1 P2 ដឹងហើយនៅសល់ V1 V2 V1 V2 ខាងនេះគេឲ្យ20និង40ក្នុងក្រាបយើងក៏មានដែរក្នុងក្រាបណាចឹងយើងគ្រាន់តែសរៀសជាមួយនឹងទិន្នន័យនៅក្នុងប្រធាននេះឃើញនេះគឺមានជាមួយនឹង V1 V2 V1 របស់យើងគឺ20លីត្រ V2 គឺ40លីត្រអញ្ចឹង20លីត្រនេះគឺយើងឃើញថាស្មើ20គុណឲ្យ10ស្វ័យគុណដក3ម៉ែត្រអានេះក៏ដូចគ្នាដែរគឺយើងឃើញថា40គុណឲ្យ10សេគុណដក3ម៉ែត្រគីបអញ្ចឹងយើងឃើញទិន្នន័យយើងដឹងអស់គាត់ដឹងអស់ហើយយើងអាចនឹងយកទៅបំពេញវាបានហើយបានគឺយើងដាក់ថាគេបានមកគេបានគឺ W3 នេះ P3 ស្មើជាមួយនឹង P1 បូក P2 គឺស្មើជាមួយនឹង3គុណឲ្យ10សេក5បូកជាមួយនឹង1គុណឲ្យ10សេក5ចែកជាមួយនឹង2ហើយនេះបើយើងឃើញថាវាមានលើមានក្រោមមកយើងអាច P1 បូក P2 ហើយកាតា P2 ដក P1 យើងលើកវាឡើងលើបាន10សេកដក3ដក20គុណឲ្យ10សេគុណដក3ដែរលើកវាចឹងបានចឹងក្នុងនេះយើងអាចនឹងកណលេខទៅតាមប្រមាណមកតិចហើយយើងឃើញចម្លើយហើយចម្លើយនេះ W3 ហើយ W3 ក៏មិនខុសពីអា1អា2ដែរគឺខណៈវាគិតជានេះគឺជាបង្ហាញជាមួយនឹងការបំបែកខ្លាតជាមួយនឹងរបៀបនៃការគូសក្រាតនៅក្នុងចំណុចកខកក្នុងលំហាត់លេខ2បន្ទាប់មកយើងនឹងបន្តទៅក្នុងលំហាត់លេខ3បន្តទៀត